រឿងសម្រាយក្នុងវត្តបាក់បែកនៅក្នុងភូមិប្រែខ្មោចដែលជាភូមិដាច់ស្រយាលមួយជាប់មាត់បឹងសំឡេងសត្វទីទុយយំឆ្លើយឆ្លងគ្នាយ៉ាងគួរឲ្យខ្លាចហ៊ូហ៊ូមេចាប់ផ្ដើមងងឹតស្លុបខ្យល់ត្រជាក់បក់មកប៉ះស្បែកកន្ត្រាអារម្មណ៍អ្នកស្រុកឲ្យប្រញាប់ចូលផ្ទះរៀបចំចាក់សោបិទកន្លែងដេកនៅកណ្ដាលភូមិមានវត្តចាស់បាក់បែកមួយដែលគ្មានព្រះសង្ឃគង់នៅច្រើនឆ្នាំមកហើយវត្តនោះសល់តែវិហារឈើទ្រុឌទ្រោមនិងចេតិយថ្មចាស់ចាស់ដែលដុះស្លាយខ្មៅក្រាស់សុកដែលជាយុវជនម្នាក់មកពីក្រុងមិនជឿលើរឿងអរូបយាក្ខបានសម្រេចចិត្តមកស្នាក់នៅវត្តនេះដើម្បីតាមរកមិត្តភក្តិដែលបាត់ខ្លួនគេដើរចូលទៅក្នុងបរិវេណវត្តទាំងមានអារម្មណ៍ថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលមកគេពីក្នុងទីងងឹតស្រោកស្រោកសំឡេងជើងគេជន់លើស្លឹកឈើស្ងួតបន្លឺឡើងកណ្ដាលភាពស្ងប់ស្ងាត់ដ៏គួរឲ្យញញើតពេលយប់ជ្រៅឈានចូលមកដល់សុកបានរៀបចំកន្លែងដេកក្នុងសាលាឆាន់ចាស់ស្រាប់តែមានក្លិនម្យ៉ាងភាយមកវាគឺជាក្លិនផ្កាម្លិះលាយឡំជាមួយក្លិនស្អុយរលួយដូចសាកសពគ្រឺតគ្រឺតសំឡេងទ្វារឈើចាស់ចាស់ចាប់ដើមរបើកដោយខ្លួនឯងយឺតយឺតទោះបីជាគ្មានខ្យល់បក់ក៏ដោយសុកខំប្រាញ់ទាញភួយមកគ្របក្បាលប៉ុន្តែបែរជាឮសំឡេងមនុស្សស្រីសើចតិចតិចនៃក្បែរត្រចៀកហ៊ី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 គេបានសម្រេចចិត្តបញ្ចាំងពិលទៅកាន់ជ្រុងងងឹតមួយពន្លឺពិលបានជះទៅប៉ះនឹងជញ្ជាំងដែលមានស្រមោលមនុស្សស្រីសក់វែងអន្លាយកំពុងតែអង្គុយសិតសក់យ៉ាងយឺតយឺតអ្នកណាគេនឹងសុកសួរទាំងសំឡេងញ័រតាតាក់ស្រមោលនោះមិនឆ្លើយប៉ុន្តែសំឡេងសិតសក់ឆ្វាច់ឆ្វាច់កាន់តែលឺខ្លាំងទៅស្រាប់តែសំឡេងសិតសក់បានឈប់ងក់ស្រមោលនោះបានងាកមកយឺតយឺតអ្វីដែលសុកបានឃើញគឺស្ត្រីម្នាក់ដែលមានមុខមាត់រលួយពាក់កណ្ដាលភ្នែកមកខាងលៀងចេញមកក្រៃហើយសម្លៀកបំពាក់អាវប៉ាក់សដែលនាងស្លៀកប្រឡាក់ពេញដោយឈាមក្រហមច្រាលនាងមិនមែនដើរទេប៉ុន្តែគឺអណ្ដែតលើអាកាសវូវូសំឡេងខ្យល់បក់បោកចូលតាមបង្អួចយ៉ាងខ្លាំងធ្វើឲ្យទៀនដែលអុជបំភ្លឺបានរលត់អស់ខ្មោចនោះបានបើកមាត់យ៉ាងធំបង្ហាញធ្មេញខ្មែរនឹងអណ្ដែតវែងរួចស្រែកហៅឈ្មោះសុកសុកឯងមកជួយមិត្តឯងមែនទេក្រហឹមសំឡេងនោះស្អកដួតចេញពីក្នុងបំពង់កដែលពោពេញដោយទឹកភ្លាមនោះនាងបានហក់សម្ដៅមករកសុកយ៉ាងលឿនធ្វើឲ្យគេដួលផ្ងាក្រោយទាំងភិតភ័យបំផុតសុកខំប្រឹងរត់ចេញពីសាលាឆាន់សម្ដៅទៅរកចេតិយចាស់ខាងក្រៅប៉ុន្តែទោះជាគេរត់លឿនយ៉ាងណាក៏ខ្មោចស្រីនោះនៅតែអណ្ដែតតាមពីក្រោយជានិច្ចគេបានរត់ទៅដឺសនឹងឫសពោធំមួយរួចដួលបោកក្បាលនឹងដីដឹបក្នុងសភាពវិលមុខគេឃើញខ្មោចនោះលួចដៃក្រញ៉ៃក្រញ៉ាំវែងមកច្របាច់កគេលែងឈាមទៅខ្ញុំមិនដែលធ្វើបាបអ្នកឯងទេសុកស្រែកយ៉ាងខ្លាំងខ្មោចនោះសើចយ៉ាងក្រហើយហាហាហារួចនិយាយថាកន្លែងនេះជារបស់យើងអ្នកដែលមកទីនេះគ្មានអ្នកណាបានត្រឡប់ទៅវិញទេសុកបាននឹកឃើញខ្សែកដែលលោកតាគេឲ្យមុនមកទីនេះគេក៏ចាប់ទាញខ្សែកនោះបង្ហាញទៅកាន់ខ្មោចស្រីនោះស្រាប់តែមានពន្លឺពណ៌មាសជះចេញមកយ៉ាងខ្លាំងឆ្វាច់ធ្វើឲ្យខ្មោចស្រីនោះស្រែកយំយ៉ាងឈឺចាប់និងខ្ទាតទៅឆ្ងាយព្រឺអាទិត្យចាប់ផ្ដើមរះបន្តិចម្ដងបន្តិចភាពងងឹតក៏រលាយសាបសូន្យសុកដឹងខ្លួនឡើងវិញនៅមុខចេតិយចាស់មួយដែលមានរូបថតមនុស្សស្រីម្នាក់គឺរូបថតខ្មោចស្រីកាលពីយប់មិញនេះនៅក្បែរនោះគេឃើញកាបូបស្គាំងមិត្តភក្តិគេដែលបាត់ខ្លួនសុកបានជីកដីក្បែរនោះហើយឃើញក្រងឆ្អឹងមនុស្សម្នាក់ដែលមានពាក់ចិញ្ចៀនមិត្តភក្តិគេរឿងពិតគឺមិត្តភក្តិរបស់គេបានស្លាប់ដោយសារគ្រោះថ្នាក់នៅទីនេះហើយវិញ្ញាណខ្មោចស្រីនោះមិនមែនចង់សម្លាប់សុកទេប៉ុន្តែនាងចង់ឲ្យសុកជួយរកសាកសពមិត្តភក្តិគេដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីយកធាតុទៅវត្តនិងធ្វើបុណ្យឧទ្ទិសមគ្គផលរួចមកវត្តដែលធ្លាប់តែស្ងប់ស្ងាត់ក៏ប្រែជាមានភាពកក់ក្ដៅឡើងវិញអត្ថន័យការភ័យខ្លាចច្រើនតែកើតចេញពីការមិនយល់ដឹងពេលខ្លះវិញ្ញាណមិនមែនមករំខានដើម្បីបៀតបៀនឡើយប៉ុន្តែគឺដើម្បីសុំក្តីមេត្តានិងការចងចាំ